ដោយពណ៌សម្រុះដ៏ល្អប្រណិតបានរំលឹកចេញនៅពណ៌ដ៏ស្រស់ស្អាតគួរជាទីគួរឲ្យគុណជាបន្តតាមប្រតិបត្តិរបស់ទីកម្មការសាស្ត្រដែលប្រទេសនេះកំពុងតែបង្ហាញខ្លួនក្នុងការវិវត្តនៃសេដ្ឋកិច្ចយ៉ាងជំនួសដែលជាការឲ្យប្រទេសធម្មតាមានសាសនានិងរដ្ឋបាលខេត្តកំពង់ធំដែលមានបេតិកកម្មដឹកនាំនិងការគ្រប់គ្រងវិស័យធម្មតាមានសាសនាបទសិក្សាអប់រំការសិក្សាវិទ្យាវប្បធម៌សាសនាត្រីបានទេជំនាញព្រោះការអប់រំផ្នែកវិទ្យាដែលទាក់ទងទៅនឹងសាសនាជាបន្តគឺជាប្រតិបត្តិរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំគឺជាអង្គភាពសេដ្ឋកិច្ចតំណាងឲ្យក្រសួងប្រទេសដោយចំកណ្ដាលផ្នែកខាងក្រៅប្រទេសមកវិញអាទី2ពាណិជ្ជកម្មតែជួយចូលរួមក្នុងការពង្រឹងវិស័យពាណិជ្ជកម្មការជំរុញដល់ពាណិជ្ជករនិងវិនិយោគិនជំនាញការធ្វើអាជីវកម្មប្រកបដោយភាពស្មោះត្រង់ការប្រកួតប្រជែងស្មារតីនិងផលប្រយោជន៍អាជីវករពាណិជ្ជករអ្នកប្រើប្រាស់និងប្រជាពលរដ្ឋនៅក្នុងវិស័យពាណិជ្ជកម្មក្រមយល់ហើយប្រតិបត្តិបន្តនេះគឺជាប្រតិបត្តិរបស់មន្ទីរសង្គមកិច្ចអតីតយុវជននិងយុវជនសម្បត្តិផ្នែកសង្គមប្រិមិត្តទស្សនិកជនជាមេត្រីប្រតិបត្តិដែលកំពុងតែបណ្ដាលធ្វើសកម្មបង្កមកវេទិកាយើងជាប្រតិបត្តិរបស់មន្ទីរសង្គមកិច្ចអតីតយុវជនយុវជនសម្បត្តិខេត្តកំពង់ធំដែលបានរចនាឡើងយ៉ាងស្រស់ស្អាតនិងសម្បូរបែបនិងបង្ហាញពីស្មារតីសហភាពសមូហភាពមេត្តាករណានិងការចូលរួមក្នុងសង្គមដែលជាផ្នែកមួយក្នុងគោលបំណងសំខាន់ក្នុងការអភិវឌ្ឍសង្គមនិងការលើកកម្ពស់សុខដុមនីយកម្មរបស់ប្រជាពលរដ្ឋការបដិបត្តិបន្តគឺរបស់ប្រជាពលរដ្ឋកំពុងថយតែបានបំពេញនូវបេសកកម្មជំនាញទីផ្សារយ៉ាងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរបស់ក្រសួងពាណិជ្ជកម្មប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើភាពស្របនឹងច្បាប់ជាពិសេសស្ត្រីនិងក្មេងស្រីទទួលបាននូវសមត្ថភាពផ្ទាល់ខ្លួនព្រមទាំងអាចចូលរួមយ៉ាងពេញលេញនៅក្នុងសង្គមនិងមានភាពអំណាចការធ្វើផ្ទៃសម្រាប់នៅក្នុងកម្រិតអំណងសុខសាន្តជាបន្តជំនួយប្រតិបត្តិរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រតិបត្តិរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបប្រសាទប្រវត្តិតែខុសខ្ពស់កន្លែងនៅលើគេបង្អស់ដោយច្បាប់នេះគឺជាបណ្ដាញអរិយធម៌និងវប្បធម៌ដ៏រុងរឿងផងផុសតែនាំរត់ទៅចំនួនផ្នែកភូមិសម្រាប់ថវិកាជាតិរូបថតតែធ្វើនៅចំកណ្ដាលបញ្ចេញរស្មីពណ៌នេះគឺដំណើរឲ្យជួយចម្រើននៃរបបវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ជាតិជំនួសពលរដ្ឋខកខានផ្សេងតែកំពុងតែបញ្ចេញរស្មីចែកចាយពលរដ្ឋផងគឺដំណើរឲ្យការដឹកនាំគ្រប់វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ជាតិឬប្រាក់នេះដែលតំកល់នៅក្នុងទីនេះគឺជាដំណើរទៅពេញបាទប្រែគឺជាដំណើរឲ្យពេញវត្តជាតិបាទពីបន្តជាបន្តគឺជាប្រតិបត្តិរបស់សាខាគយរបស់កណ្ដាលខេត្តកំពង់ធំរបស់កណ្ដាលខេត្តកំពង់ធំត្រូវបានបង្កើតឡើងនៅក្នុងសម័យជំនួយរាជនិយមដោយព្រះរាជកថាលេខ661ចុះថ្ងៃទី29ខែមករាឆ្នាំ1951ហើយបច្ចុប្បន្នកំពុងដំណើរការបន្តដោយអវ៉ាត់នៅក្នុងអវ៉ាត់ជំនួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់សាខាធានាជាតិនៃកម្ពុជាខេត្តកំពង់ធំបាទប្រតិបត្តិរបស់សាខាធានាជាតិនៃកម្ពុជាខេត្តកំពង់ធំគឺមានប្រភពនិងបានប្រវែងបានរៀបចំតែងរចនាលម្អជួយដល់រូបសញ្ញារបស់សាខាធានាជាតិនៃកម្ពុជាខេត្តកំពង់ធំវឌ្ឍនភាពនៃបេសកកម្មចម្បងរបស់ប្រជាជនកម្ពុជាគឺសម្បត្តិនិងដឹកនាំនយោបាយនិងសមត្ថភាពនិងគោលដៅរក្សា
ธุរកិច្ចថ្លៃសំដៅរឿងចំណៃជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយពិគ្រោះជាមួយរដ្ឋាភិបាលក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសជាតិចាក់តាមពីនេះអារម្មណ៍សំខាន់លើលោកស្រីប្រសិទ្ធចុងក្រោយគេបង្អស់នោះគឺជាប្រសិទ្ធរបស់មន្ត្រីគុណទីទឹកនិងមន្ត្រីរដ្ឋខេត្តកំពង់ធំប្រទេសដែលកំពុងបដិខ្លួនលើទឹកទឹកតាមបណ្ដោយដងព្រៃតែននិមិត្តទស្សនិកជនគឺជាប្រសិទ្ធរបស់មន្ត្រីគុណទីទឹកនិងមន្ត្រីរដ្ឋខេត្តកំពង់ធំត្រូវបានរៀបចំរចនាលម្អជារូបនិមិត្តសញ្ញារបស់មន្ត្រីគុណទីទឹកនិងមន្ត្រីរដ្ឋខេត្តកំពង់ធំដែលត្រូវបានបំពេញទស្សនកម្មក្នុងរឿងទីសញ្ញាតិការបស់ប្រទេសជំនាញទឹកនិងអូតូនិយមដើម្បីចូលរួមចំណែកសម្រាប់នៃកថាវិស័យរបស់ប្រទេសគឺផ្ដល់លទ្ធភាពនិងដល់ប្រជាជនគ្រប់រូបក្នុងការប្រើប្រាស់ទឹកសម្រាប់គិតពេញជីវភាពវិស័យកសិកម្មឧស្សាហកម្មសកម្មភាពជាតិផ្សេងៗជាក់ស្ដែងនឹងឲ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យម៉ោង9នេះយាយមកហ្នឹងហើយបាច់សួរម៉ោងដើម្បីបកបានទៅផ្ទះហើយនៅតែបានបកនេះបាត់ទៅវិញជើងនោះជើងវាចំណេះគឺតែកំពុងតែបន្តធ្វើសន្សំនៅទីទឹកនៃដងតែដែលទស្សនិកជនកំពុងតែទស្សនានៅក្នុងប្រទេសនេះសូមជម្រាបជូនក្នុងថ្ងៃថាគឺពីការបន្តមានរហូតដល់6ជុំជូនទស្សនិកជនទស្សនានៅក្នុងប្រទេសនេះអញ្ចឹងទេនៅក្នុងប្រទេសនេះសូមអរគុណលោកតាហើយជូនរំចាំទស្សនាហើយជួយមកទស្សនាឲ្យបានច្រើនទៅក៏នៅក្នុងប្រទេសនេះហើយនៅក្នុងគណៈពេលនេះគឺប្រទេសរបស់យើងបាននឹងកំពុងបន្តខ្លួននៅលើពេលទឹកនៃដងទឹកខ្សែរបស់យើងរហូតដល់ម៉ោង11នៅពេលដែលយប់នេះបាទប្រទេសចំនួន35ប្រទេសដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ធំត្រូវបានដំណើរការយ៉ាងរលូនទៅតាមលំដាប់លំដោយនៃការរៀបចំរបស់គណៈកម្មការផ្សេងៗហើយនៅខាងមុខវិញការវិនិយោគរបស់យើងទី2គឺជាប្រតិបត្តិរបស់រដ្ឋបាលខេត្តកំពង់ធំ
លោកស្រីនាងកញ្ញាជាទីមេត្រីបាទឥឡូវពាក់ព័ន្ធជាមួយនឹងប្រតិបត្តិរបស់រដ្ឋបាលខេត្តកំពង់ធំគឺជាប្រតិបត្តិមួយដែលមានរូបភាពយ៉ាងសំខាន់បង្ហាញអំពីតថភាពប្រវត្តិសាស្ត្រវប្បធម៌សាសនានិងភូមិទ្រព្យធម្មជាតិរបស់ខេត្តកំពង់ធំដែលរួមមាន1វិទ្យាសញ្ញាខេត្តសម្គាល់ដោយរូបសញ្ញាចំនួន5គឺប្រាសាទតំណាងឲ្យពុទ្ធរូបរឿងនៃការគោរពព្រហ្មញ្ញសាសនារបស់ខ្មែរកាលពីសតវត្សទី7ដែលជាវត្តមាននៅតំបន់ប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំហើយក៏ជាមរតកបេតិកភណ្ឌដ៏អស្ចារ្យបដិមាតោបាទបដិមាតោគឺតំណាងឲ្យភាពអស់ឯកក្លាហាននិងសិល្បៈដ៏វិចិត្ររបស់ខ្មែរដែលមានវត្តមាននៅតំបន់ប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំដល់ព្រៃជាន់ខ្លាគឺតំណាងឲ្យរូបសំណាកនិងភាពសម្បូរបែបនៃសត្វពីរហណៈនៅក្នុងខេត្តកំពង់ធំកាលពីជំនាន់ទសវត្សរ៍ទី10អធិរាយទី